ងឆេះនៅប្រទេសថៃទៀតហើយបងប្អូនហេតុអ្វីក៏ឆេះញឹកញាប់ដូចនេះទើបតែយុគមិញនេះមានករណីអគ្គិភ័យឆេះទូកនៅក្នុងទន្លេចៅប្រយ៉ាផ្អើលអស់ទីក្រុងបាងកកឥឡូវនេះមកទល់ព្រឹកថ្ងៃទី15ខែកញ្ញាឆ្នាំ2025អគ្គិភ័យបានឆាបឆេះរោងចក្រកែច្នៃកាកសំណល់គីមីមួយកន្លែងស្ថិតនៅក្នុងទីក្រុងបាងកកទៀតហើយសូមលំអរកាយគោរពជំរាបសួរបងប្អូនប្រិយមិត្តទេសនិកជនជាទីគោរពរាប់អានស្វាគមន៍មកកាន់វីដេអូវិភាគព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជុំវិញពិភពលោកនៅព្រឹកថ្ងៃទី15ខែកញ្ញាឆ្នាំ2025វេលាម៉ោងប្រហែលជា6:30នាទីព្រឹកព្រឹត្តិការណ៍ភ្លើងឆាបឆេះនេះបានកើតឡើងនៅក្នុងរោងចក្របំផ្លាញកាកសំណល់គីមីមួយកន្លែងស្ថិតនៅលើផ្លូវសាយដាំ17តំបន់សាយដាំទីក្រុងបាងកកប្រទេសថៃតាមរយៈសារព័ត៌មានផ្លូវការរបស់កាសែត Culture English របស់ថៃបានបញ្ជាក់ឲ្យដឹងថាភ្លើងនេះបានឆាបឆេះយ៉ាងលឿននៅក្នុងផ្នែកផលិតនិងទុកសារធាតុគីមីដែលមានគ្រោះថ្នាក់ខ្លាំងបង្កឲ្យប្រជាជនដែលរស់នៅជុំវិញទីនោះមានការភ័យស្លន់ស្លោយ៉ាងខ្លាំងភ្លាមៗនោះក្រុមពន្លត់អគ្គិភ័យពីស្ថានីយ៍ពន្លត់អគ្គិភ័យបាងគុនធានបានទៅដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័សហើយត្រូវចំណាយពេលប្រហែលជា30នាទីទើបអាចគ្រប់គ្រងស្ថានភាពបានដោយសារតែមានកម្លាំងពលរដ្ឋនិងអ្នកជំនាញរួមជាមួយនឹងសម្ភារៈបច្ចេកទេសគ្រប់គ្រាន់នៅក្នុងការបាញ់ទឹកពន្លត់និងការរក្សាសុវត្ថិភាពតំបន់ជុំវិញប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយភ្លើងនោះបានបង្កឲ្យមានការខូចខាតយ៉ាងច្រើនចំពោះឧបករណ៍ការរៀបចំផលិតកម្មនិងបរិវេណជុំវិញព្រមទាំងបង្កឲ្យមានការព្រួយបារម្ភចំពោះផលប៉ះពាល់បរិស្ថានដែលអាចបង្កឡើងជាបន្តបន្ទាប់ទៅថ្ងៃក្រោយក្រុមមន្ត្រីពាក់ព័ន្ធបានចូលរួមសហការជាមួយនឹងអាជ្ញាធរអភិវឌ្ឍបរិស្ថានក្រុងបាងកកនិងការិយាល័យខណ្ឌដើម្បីចូលរួមទៅត្រួតពិនិត្យឲ្យប្រកបនិងកំណត់ពីមូលហេតុនៃការឆាបឆេះនេះព្រោះមានការភ័យខ្លាចថានឹងមានការផ្ទុះឆេះនៅទីនោះនឹងនាំឲ្យមានសារធាតុគីមីពុលសាយភាយចេញតាមរយៈខ្យល់អាកាសនិងទឹកដែលអាចប៉ះពាល់ទៅលើសុខភាពប្រជាជននិងជីវៈចម្រុះនៅក្នុងទីក្រុងបាងកកបើទោះបីជាមិនមានការរាយការណ៍អំពីអ្នករងរបួសឬក៏អ្នកស្លាប់ក៏ដោយការចុះត្រួតពិនិត្យកំពុងតែបន្តនិងធានាថាការឆាបឆេះនេះមិននាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់បរិស្ថាននិងសុខភាពសាធារណៈបងប្អូនព័ត៌មាននេះគឺបានចុះផ្សាយជាផ្លូវការដោយសារព័ត៌មាន Culture English របស់ថៃដែលជាសារព័ត៌មានដ៏គួរឲ្យជឿទុកចិត្តមួយសម្រាប់ប្រជាជនថៃដូច្នេះយើងក្រឡេកមើលទៅលើចំណុចសំខាន់ៗមួយចំនួនដែលយើងចង់លើកជាបទវិភាគនោះប្រសិនបើយើងវិភាគនៅក្នុងបរិបទនយោបាយនិងសន្តិសុខក្នុងតំបន់នាពេលបច្ចុប្បន្នយើងយល់ឃើញថាការកើតនៅអបតវហេតុអគ្គិភ័យនៅក្នុងរោងចក្រដែលមានទំនាក់ទំនងជាមួយនឹងសារធាតុគីមីវាគឺបង្ហាញពីភាពងាយរងគ្រោះរបស់ប្រទេសថៃចំពោះវិស័យឧស្សាហកម្មនិងសុវត្ថិភាពជាតិជាពិសេសស្ថិតនៅក្នុងកលៈទេសៈដែលប្រទេសថៃកំពុងតែជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនិងវិបត្តិទំនាស់នៅព្រំដែនជាមួយនឹងកម្ពុជាដោយសារតែប្រទេសថៃមានចិត្តឈ្លានពានទឹកដីកម្ពុជារហូតមកទល់ថ្ងៃនេះវាអាចនឹងបង្កនៅភាពតានតឹងកាន់តែខ្លាំងឡើងត្រៀមខ្លួននឹងគម្រាមប្រទេសថៃម្ដងហើយម្ដងទៀតអ្នកវិភាគជាច្រើនបានបញ្ជាក់ថាប្រសិនបើថៃមិនអាចគ្រប់គ្រងសុវត្ថិភាពនៅក្នុងប្រទេសខ្លួនឯងបានយ៉ាងតឹងរ៉ឹងនោះទេប្រទេសថៃនឹងក្លាយទៅជាសញ្ញាមួយសម្គាល់ថាប្រទេសនេះអាចនឹងប្រឈមជាមួយនឹងវិបត្តិទ្វេដងប្រហែលជាអាចប្រឈមជាមួយនឹងវិបត្តិសង្គ្រាមនិងវិបត្តិបរិស្ថានផងដែរជាពិសេសទន្ទឹមទៅនឹងប្រទេសនេះជួបនៅវិបត្តិសេដ្ឋកិច្ចផងនោះក្រោមហេតុផលទំនាក់ទំនងទីផ្សារជាមួយបណ្ដាប្រទេសជិតខាងមិនអាចនាំចេញទំនិញបានជាពិសេសគឺទៅកាន់ប្រទេសកម្ពុជាដែលប្រទេសកម្ពុជានេះគឺជាដៃគូសេដ្ឋកិច្ចរាប់រយឆ្នាំមកហើយថៃតែងតែទទួលបាននូវប្រាក់ចំណេញរាប់ពាន់លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំក្រោមការលក់ទំនិញទៅកាន់ប្រទេសកម្ពុជាមួយវិញទៀតពាក់ព័ន្ធជាមួយនឹងករណីនេះផងដែរហើយផ្សារភ្ជាប់ជាមួយនឹងករណីនៃការភ្លើងឆេះកាលពីយុគមិញគឺឆេះទូកនៅក្នុងទន្លេចៅប្រយ៉ាទីក្រុងបាងកកឱកាសនេះនឹងធ្វើឲ្យកម្ពុជាបង្ហាញទៅមុខសហគមន៍អន្តរជាតិថាការឈ្លានពានឬក៏ការបង្កវិវាទពីប្រទេសជិតខាងពលគឺប្រទេសថៃនេះអាចនឹងប៉ះពាល់មិនត្រឹមតែសន្តិសុខនៅក្នុងប្រទេសតែប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំឲ្យមានការបាត់បង់សមត្ថភាពគ្រប់គ្រងនៅក្នុងតំបន់ផងដែរនេះអាចធ្វើឲ្យអង្គការអន្តរជាតិនិងប្រទេសមហាអំណាចធំៗដូចជាសហរដ្ឋអាមេរិកឬក៏អាស៊ានត្រូវតែចាប់អារម្មណ៍កាន់តែខ្លាំងអំពីស្ថានភាពប្រទេសថៃដែលចូលចិត្តតែបង្កទំនាស់និងបង្កើតបញ្ហានានានៃការឈ្លានពានទឹកដីកម្ពុជារួមជាមួយនឹងបណ្ដាប្រទេសជិតខាងផងដែរដូច្នេះព្រឹត្តិការណ៍អគ្គិភ័យនៅរោងចក្រថ្ងៃទី15ខែកញ្ញាឆ្នាំ2025មិនត្រឹមតែជាអគ្គិភ័យធម្មតាទេប៉ុន្តែវាអាចក្លាយទៅជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពខ្សោយនៅក្នុងការគ្រប់គ្រងសុវត្ថិភាពនិងការពារជាតិរបស់ប្រទេសថៃជាការពិតបងប្អូនខ្ញុំសូមផ្សារភ្ជាប់ព្រឹត្តិការណ៍នេះជាមួយនឹងព្រឹត្តិការណ៍នានាដែលថៃកំពុងតែជួបប្រទះយើងអត់និយាយពីអគ្គិភ័យទេដោយសារតែយើងនិយាយហើយតាំងពីយុគមិញរហូតមកដល់ឥឡូវគឺ2ដងហើយ2កន្លែងហើយសុទ្ធតែបង្កការភ័យខ្លាចប៉ះពាល់ទៅលើវិស័យទេសចរយ៉ាងខ្លាំងតែម្ដងបងប្អូនដឹងហើយខ្ញុំធ្លាប់និយាយដដែលថាប្រទេសថៃនេះគឺពឹងផ្អែកទៅលើវិស័យទេសចរសំខាន់ជាងគេបន្ទាប់មកគឺមានវិស័យវិនិយោគក្រៅប្រទេសដែលបង្កើតទៅជារោងចក្រសហគ្រាសដើម្បីនាំទំនិញចេញទៅកាន់បណ្ដាប្រទេសជិតខាងពលគឺប្រទេសកម្ពុជានេះតែម្ដងដូច្នេះហើយឥឡូវនេះយើងក៏លេចមើលវិស័យមួយទៀតដែលពាក់ព័ន្ធយ៉ាងខ្លាំងទន្ទឹមទៅនឹងស្ថានភាពនៅក្នុងប្រទេសថៃកាន់តែអស្ថិរភាពនិងផ្ដល់ភាពវឹកវរកាន់តែខ្លាំងសម្រាប់ប្រជាជនក្រោមគោលនយោបាយការដឹកនាំថ្មីរបស់លោកអនុទាន ច័ន្ទវីរៈកុលដែលជានាយករដ្ឋមន្ត្រីថ្មីឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃថងខានស៊ីនវត្រាទើបតែបណ្ដេញចេញពីតំណែងជានាយករដ្ឋមន្ត្រីពីសប្តាហ៍កន្លងមកនេះគឺអ្វីទៅបងប្អូនគឺពាក់ព័ន្ធជាមួយនឹងចំនួននៅតំបន់ភាគខាងត្បូងរបស់ប្រទេសថៃដូចជាសង្ខ្លាប៉ាតានីនិងខេត្តនរាธิវត្តជាដើមមកទល់ថ្ងៃទី15ខែកញ្ញាឆ្នាំ2025នេះបើតាមរបាយការណ៍ជាក់ស្ដែងរបស់ប្រទេសថៃបានឲ្យដឹងថាស្ថានភាពនៃការបង្កទំនាស់នៅតាមព្រំដែននៅតំបន់ភាគខាងត្បូងរបស់ប្រទេសថៃដែលខ្ញុំជម្រាបជូនខាងលើនេះនៅតែមានភាពក្តៅកគុកនៅឡើយដោយសារតែសកម្មជនប្រយុទ្ធផ្ដាច់ខ្លួនរបស់ជនជាតិម៉ាឡេស៊ីកាន់សាសនាមូស្លីមដែលរស់នៅលើទឹកដីនៃភាគខាងត្បូងរបស់ប្រទេសថៃបច្ចុប្បន្ននេះបង្កជាការភ័យ
ព្រួយយ៉ាងខ្លាំងចំពោះប្រទេសថៃដែលអាចឈានទៅរកសង្គ្រាមស៊ីវិលទៀតផងការស្លាប់របស់ប្រជាជនដែលកាន់សាសនាមូស្លីមមានកំណើតជាជនជាតិម៉ាឡេស៊ីកាលពីម្សិលមិញនេះគឺបានធ្វើឲ្យពួកគេបានដង្ហែក្បួនសពដើម្បីបង្ហាញបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាពួកគេនៅតែប្រឆាំងយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលថៃដែលបន្តបិទសិទ្ធិសេរីភាពនិងសិទ្ធិគោរពសាសនារបស់ជនជាតិទាំងនោះបន្ថែមពីនេះទៅទៀតនោះការទាមទារឯករាជ្យក៏នៅតែបន្តធ្វើយ៉ាងសកម្មរបស់ជនជាតិពួកគេនិងចង់បានឯករាជ្យយ៉ាងពិតប្រាកដនៅតំបន់ភាគខាងត្បូងរបស់ប្រទេសថៃដែលនេះគឺជាបញ្ហាធ្ងន់ធ្ងរបន្ថែមយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលរបស់ប្រទេសថៃបច្ចុប្បន្នហើយយើងក៏មិនសង្ឃឹមទុកថារឿងនេះនឹងត្រូវបានដោះស្រាយដោយសន្តិវិធីទេទន្ទឹមទៅនឹងប្រទេសថៃនៅតែបន្តបញ្ជូនយោធារបស់ខ្លួនទៅកាន់តំបន់នោះពីមួយថ្ងៃទៅមួយថ្ងៃដែលនេះហើយជាក្តីព្រួយបារម្ភដ៏ធំបំផុតសម្រាប់ប្រទេសថៃនិងអនាគតសុខសុវត្ថិភាពរបស់ភ្ញៀវទេសចរដែលត្រូវមកលេងនៅក្នុងប្រទេសថៃដូច្នេះចាប់ពីថ្ងៃនេះទៅមុខយើងសង្កេតឃើញនៅអនាគតកាលមួយដែលអាក្រក់ជាទីបំផុតនៅក្នុងប្រទេសថៃដែលអាចបង្កគ្រោះថ្នាក់អសន្តិសុខអស្ថិរភាពទាំងពីនយោបាយយោធាសេដ្ឋកិច្ចនិងគ្រោះថ្នាក់នានាដែលអាចកើតមានជាយថាហេតុចំពោះភ្ញៀវទេសចរដែលទៅលេងប្រទេសថៃចាប់ពីថ្ងៃនេះទៅថ្ងៃអនាគតដរាបណាប្រទេសថៃនៅតែមានអស្ថិរភាពនយោបាយមិនទាន់ដាច់ស្រេចនោះប្រទេសថៃនឹងអាចប្រឈមមុខជាមួយនឹងវិបត្តិដ៏ធ្ងន់ធ្ងរដែលយើងមិនអាចរំពឹងទុកដែលនេះសូមបន្តនៅក្នុងវីដេអូក្រោយខ្ញុំបាទនឹងបញ្ជាក់ឲ្យកាន់តែច្បាស់ជាងនេះសូមអរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយចេតនាស្រឡាញ់ពេញចិត្តវីដេអូនេះបងប្អូនគ្រាន់តែចុច like និង comment លើកទឹកចិត្តដល់អ្នកផលិត share ទៅកាន់បណ្ដាញសង្គម Facebook TikTok Telegram ប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូជារៀងរាល់ថ្ងៃអរគុណជម្រាបលា